បន្ទាប់ពីយកទៀនវស្សាទៅដាក់នៅកន្លែងព្រះអង្គជ័យព្រះអង្គចងរួចហើយអញ្ចឹងខ្ញុំបានបន្តដំណើរមកកន្លែងព្រះអង្គគោកធ្លកហើយព្រះអង្គគោកធ្លកនេះគឺនៅទល់មុខប្រាសាទអង្គរធំណាអ្នកទាំងអស់គ្នាភាគច្រើនក៏ខ្ញុំតែងតែបន់ស្រន់នៅកន្លែងហ្នឹងដែរព្រះអង្គគោកធ្លកក៏ស័ក្តិសិទ្ធិដែរអ្នកទាំងអស់គ្នាពេលដែលបន់ស្រន់អីគឺភាគច្រើនគឺបានដូចចិត្តអញ្ចឹងហើយគឺភាគច្រើនខ្ញុំតែងតែមកព្រះអង្គជ័យព្រះអង្គចមហើយនិងព្រះអង្គគោកធ្លកពីរហ្នឹងគឺសំខាន់ជាងគេសម្រាប់ពួកខ្ញុំអញ្ចឹងណាបន្ទាប់ពីមកដល់អញ្ចឹងគឺមានលោកតាអាចារ្យ2នាក់អញ្ចឹងគាត់ជួយរៀបចំដាក់ទៀនវស្សាដាក់អីអញ្ចឹងណាហើយនៅកន្លែងព្រះអង្គគោកធ្លកហ្នឹងគឺមានចាស់រៀងច្រើនដែរអ្នកទាំងអស់គ្នាអញ្ចឹងហើយខ្ញុំតែងតែចែកទៀនរាល់ពេលដែលខ្ញុំមកអញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នាមកលេងប្រាសាទអង្គរធំកុំភ្លេចចូលមកអុជធូបកន្លែងព្រះអង្គគោកធ្លកផងព្រោះព្រះអង្គគោកធ្លកហ្នឹងគឺនៅទល់មុខប្រាសាទអង្គរធំហ្នឹងតែម្ដងបន្ទាប់ពីដាក់ទៀនវស្សាហើយអញ្ចឹងខ្ញុំបានចាប់ផ្ដើមដើរចែកទៀនយាយចាស់ដែលគាត់នៅជិតហ្នឹងអញ្ចឹងណាព្រោះអីរាល់ពេលដែលខ្ញុំមកគឺខ្ញុំតែងតែចែកទៀនដល់យាយចាស់និងកូនក្មេងខ្លះដែលនៅជុំវិញហ្នឹងអញ្ចឹងណាអញ្ចឹងបុណ្យដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំសូមជូនបុណ្យដល់អ្នកទាំងអស់គ្នាផងណា